នមត្ថរតនតយស័កខ្ញុំព្រះករុណាសូមលំអោនកាយវិចាចិត្តចំពោះគុណព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយនិងព្រះសង្ឃរតនៈមួយដោយសេចក្តីគោរពរាប់អានខ្ពង់ខ្ពស់ខ្ញុំព្រះករុណាសូមលើកយកអានិសង្ឃផ្កាយកមកសម្ដែងយ៉ាងពិស្ដារដោយមានរឿងជាសំអាងផងយកមកសម្ដែងឲ្យញាតិញោមពុទ្ធបរិស័ទបានស្ដាប់ចឹងអានិសង្ឃផ្កាការបុណ្យដែលជនធ្វើប្រកបទៅដោយផ្កាជាសក្ការៈហៅថាបុណ្យផ្កានៅប្រទេសកម្ពុជាយើងមានសម័យបច្ចុប្បន្ននេះមានពីរបែបគឺមួយបែបហ្នឹងបុណ្យផ្ការុក្ខជាតិនិងផ្កាវិរិយជាតិគឺគេបេះតែផ្កាឈើនិងផ្កាឈូកជាដង្វាយសម្រាប់ថ្វាយព្រះពុទ្ធរូបហើយចំណែកទី2នោះបុណ្យផ្កាប្រាក់គឺគេសន្មតថាផ្កាថាជាផ្កាបវរណាចំពោះព្រះសង្ឃដើម្បីសាងវត្ថុអ្វីមួយប្រទេសកម្ពុជាយើងសម័យបុរាណពុទ្ធបរិស័ទទាំងបរិជាទាំងបជារាស្ត្រតែងតែធ្វើបុណ្យផ្ការុក្ខជាតិនិងផ្កាវិរិយជាតិយ៉ាងឧឡារិកបជារាស្ត្រច្រើនតែធ្វើនៅខែប្រាំងរវាងខែមាឃថ្កល់ចេះតែដល់ខែទាំងនេះគេនាំគ្នាបេះផ្កាទាំងនោះមកថ្វាយដូចជាផ្កាឈូកផ្កាម្លិះជាដើមមកចងក្រងហើយយកទៅថ្វាយព្រះពុទ្ធរូបនៅព្រះវិហារវត្តណាមួយដែលនៅជិតផ្ទះញាតិញោមដែលព្រះជាតែងតែទ្រង់ធ្វើនៅខែវស្សាគឺនៅថ្ងៃទី15កើតខែស្រាពណ៌ដោយទ្រង់ស្ដេចយាងទៅក្រសាលបឹងតាមព្រះទីនាំងនាវាទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូកផ្កាក្រហមឈូកក្រហមឬមួយក៏ផ្កាផលិតរំចង់អីហ្នឹងយកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរនិងទ្រង់ចាត់ឲ្យហែហោមដោយក្បួនហែដ៏សមដោយឧឡារិកយកទៅថ្វាយព្រះពុទ្ធរូបដែលស្ថិតនៅទីនោះគ្រប់អារាមហ្វូងដែលបាននៅចិត្តព្រះបរមរាជវាំងនោះសម័យអតីតប្រទេសខ្មែរយើងមានធ្វើបុណ្យផ្ការុក្ខជាតិធំដុំណាស់ដាក់ដោយឡែកតែសម័យបច្ចុប្បន្ននេះធ្វើតែបន្តិចបន្តួចទេរួមជាមួយនឹងបុណ្យផ្កាប្រាក់គេទុកបុណ្យផ្កាប្រាក់ថាដូចជាបុណ្យធំដែរជំនួសវិញជំនួសសម័យពីដើមវិញសម័យពីដើមគេធ្វើបុណ្យផ្ការុក្ខជាតិថាបុណ្យធំតែសម័យបច្ចុប្បន្នគឺផ្ទុយទៅវិញព្រោះគេបានរួមបច្ច័យកសាងថារវត្ថុផ្សេងដូចជាកសាងកុដិវិហារសាលាឆទានសាលាឆាន់អីជាសេនាសនៈអីផ្សេងទាំងសងខាងពុទ្ធចក្រទាំងខាងអាណាចក្រដោយគេយល់ថាបុណ្យផ្កាប្រាក់នាំឲ្យពុទ្ធសាសនាហ្នឹងប្រទេសជាតិថ្កុំថ្កើងរីកចម្រើនហើយនឹងរុងរឿងនេះជាបុណ្យផ្កាប្រាក់រឿងព្រះបទុមត្ថេរគម្ពីរបាលីមត្តកវិន័យវិនិច្ឆ័យត្រង់ភេសជ្ជករណាវិតិវិនិច្ឆ័យកថាចែងថាប្រភពនៃបុណ្យផ្កាថាបានលើថាព្រះមហាបទុមត្ថេរនៅលង្កាទ្វីបកាលដែលរោគកើតឡើងដល់ព្រះជាទេពីនៃព្រះមហាក្សត្រស្និទ្ធស្នាលនឹងលោកព្រះជាទ្រង់ចាត់ឲ្យស្ត្រីបម្រើម្នាក់មកសួរថ្នាំលោក
លោកជាអ្នកកាន់វិន័យត្រឹមត្រូវមិនប្រាប់ថាចេះឬក៏មិនចេះទេលោកធ្វើជាបែរទៅសួរពួកភិក្ខុថាមនាអាវុសោកាលដែលរោគដូច្នេះកើតឡើងដល់ភិក្ខុគេប្រកបថ្នាំអ្វីពួកភិក្ខុទូលតបថាគេប្រកបថ្នាំនេះមួយចេះទៅស្ត្រីបំរើបានឮក៏នាំដំណឹងនោះទទួលព្រះរាជាថាព្រះជាបានជ្រាបទ្រង់ក៏ចាត់ការព្យាបាលរោគនោះដោយថ្នាំដូច្នោះក៏ជាសះស្បើយទៅកាលជាសះស្បើយហើយព្រះរាជាទ្រង់យកជ័យវរៈមួយត្រៃនិងរូបយវត្ថុ300កហបណៈដាក់ក្នុងប្រអប់មួយទៅតម្កល់ទុករៀបព្រះបាទាព្រះមហាបទុមត្ថេរហើយបវារណាថាផនតេភុជពោចនាងករោថៈបបិទ្ធព្រះករុណាម្ចាស់ដ៏ចម្រើនសូមព្រះករុណាម្ចាស់ចាត់ចែងផ្កាបូជាព្រះពុទ្ធរូបចុះព្រះមហាបទុមត្ថេរទទួលដោយតមហិភាពហើយគិតថារូបិយវត្ថុមួយចំណែកនេះជាចំណែកអាចារ្យលុះគិតហើយក៏ញ៉ាំងអាចារ្យនោះឲ្យទទួលយកនៅចំណែកនោះដោយកបីវោហាសល់ពីនោះលោកចាត់ចែងជាប់ជាព្រះពុទ្ធរូបសម័យបុរាណប្រហែលជាពុទ្ធសាសនជនយកតម្រាប់តាមរឿងនេះបានជាគេធ្វើបុណ្យផ្ការុក្ខជាតិនិងផ្កាប្រាក់ជាពុទ្ធបូជារួមជាមួយគ្នាជាប់ជាប្រពៃណីក្នុងព្រះពុទ្ធសាសនាហើយសម័យតមកអ្នកមានសទ្ធាជ្រះថ្លាដែលត្រូវការសាងថារវត្ថុផ្សេងមានកុដិវិហារសាលាបុណ្យសាលារៀនស្ពានស្រះជាដើមនោះជារបស់ត្រូវចាយប្រាក់ច្រើនដើម្បីកសាងនៅសេនាសនៈទាំងអស់នោះតែបើគេមានធនធានតិចមិនអាចសាងម្នាក់ឯងបានទេក៏ផ្ដើមធ្វើជាបុណ្យផ្កាឡើងរៃអង្គាសញាតិមិត្តឲ្យចូលជាប្រាក់ជួយកសាងថារវត្ថុនោះផងតាមមកតាមកម្លាំងសទ្ធាជ្រះថ្លាដែលមានរៀងខ្លួនតែតាមទម្លាប់ស្រុកខ្មែរនាសម័យបច្ចុប្បន្នទោះបីជាមានធនធានច្រើនដែលអាចកសាងម្នាក់ឯងបានក៏តែងតែធ្វើបុណ្យផ្កាហើយផ្សាយដំណឹងបុណ្យផ្កានោះដល់ញាតិមិត្តជិតឆ្ងាយឲ្យជួយឧបត្ថម្ភចូលរួមកសាងដើម្បីមានសទ្ធាជ្រះថ្លាគ្រប់គ្នាក៏តែងតែជួយចូលកុសលច្រើនអ្នកបានប្រាក់ចំនួនច្រើនបវារណាចំពោះព្រះសង្ឃហើយប្រគល់ឲ្យគណៈកម្មការចាត់ចែងកសាងថារវត្ថុនោះដែលកំពុងតែដំណើរការកសាងឬមួយក៏រៀបនឹងកសាងតាមតម្រូវការតម្កល់ទុកជាកំណប់បុណ្យប្រេងតទៅក្នុងពុទ្ធសាសនាព្រោះហេតុម្លោះហើយបានជាយើងតែងតែឃើញគេធ្វើបុណ្យផ្កាប្រាក់ដាក់ផ្ការុក្ខជាតិជាទីតាំងផងគេតែងតែយកសាច់លុយឬក៏กระดาษផ្សេងទៅដោតទៅកັບជាប់ជាមួយនឹងផ្កាប្រាក់ដាក់ផើងជាសម្គាល់ផងដើម្បីឲ្យសមតាមឈ្មោះថាបុណ្យផ្កានោះឯងផ្ការុក្ខជាតិនិងផ្កាវេរីជាតិជាសោភ័តវត្ថុមានលម្អគួរជាទីទេសនាដោយពណ៌សម្បុរនិងគួរជាទីចាប់អារម្មណ៍ដោយក្លិនរបស់ដែលមនុស្សលោកតែងតែរាប់អានតែងតាំងជាលម្អ
នៅគ្រឹះស្ថានរបស់ខ្លួនតែងតែថ្វាយជាសក្ការៈបូជាចំពោះសារណវត្ថុតាំងពីបុរាណកាលរៀងមកព្រោះផ្ការុក្ខជាតិនិងផ្កាវារីជាតិមានគុណភាពដូចពោលមកហើយបានជាការបូជាផ្កាដល់បូជនីយវត្ថុឬបូជនីយដ្ឋានបានផល្លានិសង្ឃច្រើនតាមតែកម្លាំងចិត្តសទ្ធានិងជ្រះថ្លាដូចជារឿងនាងសុមនៈមាលាកាដែលបានបូជាផ្កាម្លិះចំពោះព្រះសម្មាសម្ពុទ្ធនេះឯងតែដោយអាស្រ័យនៅពេលវេលាក៏សូមបញ្ចប់តែប៉ុណ្ណាជាចុងក្រោយសូមថ្វាយអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាលណាក៏ព្រះអង្គដែលបានស្ដាប់វីដេអូនេះពីដើមរហូតទៅដល់ចប់និងចម្រើនពរនិងជូនពរទៅដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យជួបតែពុទ្ធពរទាំងឡាយ5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភានៈកំបីឃ្លាតខ្លោយធម្មទេសនាពេលនេះគឺចប់តែប៉ុណ្ណេះអេវ៉ាំង